ភាសាខ្មែរការស្ដាប់អត្ថបទការបំពុលប្រភពទឹកប្រភពនៃការបំពុលទឹកត្រូវបានគេចែកចេញជាពីរចំណុចគឺប្រភពចំណុចនិងប្រភពរាយបាយប្រភពចំណុចគឺជាប្រភពដែលបញ្ចេញសំណល់ចូលទៅក្នុងបរិស្ថានតាមរយៈបំពង់បង្ហូរលូឬប្រឡាយពីទីតាំងប្រភពតែមួយដូចជារោងចក្រឧស្សាហកម្មរោងចក្រប្រព្រឹត្តកម្មសំណល់រាវជាដើមប្រភពរាយបាយគឺជាប្រភពដែលបង្កឲ្យមានប្រភពរាយបាយគឺជាប្រភពដែលបង្កឲ្យមានការបំពុលដោយសារធាតុបំពុលពីដីច្រើនកន្លែងហើយហូរធ្លាក់ចូលទៅក្នុងទឹកលើផ្ទៃដីនៃតំបន់ដ៏ធំមួយប្រភពរាយបាយរួមមានលំហូរកសិកម្មសំណល់ចេញពីលំនៅឋានសំណល់អាជីវកម្មរ៉ែនិងកម្ទេចកំណាត់ពីការដ្ឋានសំណង់ជាដើមដោយផ្អែកតាមកត្តាទាំងពីរនេះជាទូទៅការបំពុលប្រភពទឹកគឺកើតឡើងដោយផ្ទាល់និងដោយប្រយោលដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្សដូចជាសកម្មភាពឧស្សាហកម្មកសិកម្មការដឹកជញ្ជូនការបញ្ចេញផ្សែងពុលសំណល់រាវរឹងសំណល់វិស្វកម្មទឹកលូសំអុយថ្នាំសម្លាប់សត្វល្អិតសំណល់គីមីកំណល់ល្បាប់ប្រេងនិងលោហៈធ្ងន់ធ្ងរទន្ទឹមនឹងនេះដោយមានការរីកចម្រើនផ្នែករោងចក្រធ្វើឲ្យប្រភពទឹកកខ្វក់បាននោះគឺដោយសារការបញ្ចេញចូលនៅកាកសំណល់ផ្សេងៗចេញពីរោងចក្រហូរចូលទៅក្នុងទឹកចំពោះជីគីមីក៏ជាប្រភពធ្វើឲ្យទឹកកខ្វក់បានដែរព្រោះវាជាអង្គធាតុសរីរាង្គចំណែកឯធម្មជាតិវិញក៏ជាប្រភពនៃការបំពុលទឹកដែលដូចជាកម្ដៅខ្យល់ព្យុះនិងភ្លៀងជាដើមដូច្នេះប្រភពនៃការបំពុលទឹកគឺបណ្ដាលមកពីកត្តាមនុស្សនិងកត្តាធម្មជាតិ